បាទសួស្តីដល់បងប្អូនអរគ្នាថ្ងៃនេះលោកគ្រូនឹងធ្វើការបង្កើត poster លំហាត់មួយកែលំហាត់ poster របស់យើងមួយដែលលំហាត់នេះគឺយើងតាក់ទងទៅជាមួយនឹងការបង្កើតការបញ្ចុះតម្លៃ poster នៅក្នុងកម្មវិធី Microsoft Word អូខេអញ្ចឹងដើម្បីអាចធ្វើការប្រើប្រាស់ឬក៏ដើម្បីអាចសង់ជា poster មួយបានអញ្ចឹងបងប្អូនត្រូវការប្រើមេរៀនចំនួន2បូកបញ្ចូលគ្នានៅក្នុងនោះបងប្អូនត្រូវចេះប្រើការទាញយករូបភាពពីក្នុងម៉ាស៊ីនកុំព្យូទ័ររបស់យើងដាក់ប្រើនៅក្នុងកម្មវិធី Microsoft Word ទី2គឺតាក់ទងទៅជាមួយនឹងការប្រើប្រាស់ shape អញ្ចឹងនៅក្នុងការប្រើប្រាស់ shape យើងយក shape ធ្វើជាឧបករណ៍មួយដើម្បីធ្វើការតុបតែងទៅលើសោភ័ណភាពនៅលើ poster របស់យើងដូចជាប្រឡោះបែបនេះអញ្ចឹងយើងឃើញវាចែកចេញជាពីរពណ៌មានពណ៌ខៀវផងមានពណ៌សផងហើយត្រង់កន្លែងចំណុចនេះវាមានព្រួញបែបលក្ខណៈមានកែមកោងអញ្ចឹងទៅហើយមានពណ៌សយើងមានរូបភាពយើងមាន logo យើងមានការសរសេរអក្សរបន្ថែមទៀតអញ្ចឹងបងប្អូនត្រូវចេះរៀនបង្កើត poster មួយឲ្យបានជាមួយគ្នាណាអូខេអញ្ចឹងដើម្បីអាចចូលទៅកាន់ឬក៏ដើម្បីអាចចូលទៅការរចនា design poster មួយនៅក្នុងកម្មវិធី Microsoft Word បានអញ្ចឹងតោះឥឡូវយើងលោកគ្រូនឹងបង្ហាញយើងទាំងអស់គ្នាអញ្ចឹងមុននឹងពេលដែលបងប្អូនធ្វើការបង្កើត poster ហ្នឹងឬចូលទៅកាន់កម្មវិធី Microsoft Word លោកគ្រូលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាធ្វើការ download រូបភាពដែលលោកគ្រូបានផ្ញើជា element ដែលសម្រាប់ក្នុងការប្រើប្រាស់នៅក្នុងការធ្វើ poster យើងលំហាត់របស់យើងណាអូខេអញ្ចឹងយើងមានម៉ូតូដូចជា Scopy ម៉ូតូ Dream ម៉ូតូ Well ហើយនិង ADV ហើយជាមួយនឹង logo បាទអញ្ចឹងនៅពេលដែលបងប្អូនបើក Telegram បងប្អូនមកបងប្អូននឹងឃើញរូបភាពរបស់យើងចេញមកបែបនេះអញ្ចឹងពេលបងប្អូនចេញមកវាមានឃើញសញ្ញាព្រួយមួយដោយសារលោកគ្រូប្រើជា app ប៉ុន្តែលោកគ្រូលើកទឹកចិត្តបងប្រើជា web ណាអូខេអញ្ចឹងពេលដែលបងប្អូនចាប់ផ្ដើមចុចនៅលើសញ្ញាព្រួយហ្នឹងទៅវាធ្វើការ download យើងបាទវាគ្រាន់តែចុចយើងគ្រាន់ចុចលើសញ្ញាព្រួយហ្នឹងដែលយើងឃើញហ្នឹងព្រួយចុះក្រោមហ្នឹងយើងចុចលើវាចុះបកទៅបាទប៉ុន្តែវានឹងធ្វើការ download ហើយប៉ុន្តែបើសិនបើលោកគ្រូប្រើនៅលើ web នៅលើ app អញ្ចឹងហើយរូបភាពនេះគឺជារូបភាពដែលបងលោកគ្រូផ្ញើឲ្យបងអូនអញ្ចឹងរូបភាពនេះលោកគ្រូមានហើយអញ្ចឹងវាអត់ចេញសញ្ញាព្រួយឲ្យទេអញ្ចឹងបើសិនម៉ាស៊ីនកុំព្យូទ័ររបស់បងអូនអត់ទាន់មានរូបភាពហ្នឹងទេវានឹងចេញសញ្ញាព្រួយនឹងឲ្យអញ្ចឹងយើងគ្រាន់តែចុចនៅលើវាទៅបាទចុចនៅលើវាទៅហើយបើសិនបើអូនចុចហើយវា download ហើយឬក៏វាអត់ចេញសញ្ញាព្រួយទៀតអូនចុចលើវាអញ្ចឹងទៀតមកបងអូននឹងឃើញមានសញ្ញា download មួយណាមានសញ្ញា download មួយបាទសញ្ញាព្រួយចុះក្រោមនៅម្ដុំនៅខាងក្រោមនេះបាទអូខេហើយបើសិនបងប្អូនប្រើជាលក្ខណៈ app Telegram ដូចគ្នាបងប្អូនចុចលើសញ្ញាព្រួយនេះបាទនេះចុចសញ្ញាព្រួយនេះមកបាទអញ្ចឹងយើងយកពាក្យថា save as បាទ save as រូបភាពហ្នឹងមកបាទអូខេហើយយើងចូលមកកាន់រូបភាពហ្នឹងយើងដាក់នៅក្នុង download ទៅវាងាយស្រួលសម្រាប់យើងណានៅក្នុងគេ folder download ណាដាក់ក្នុង download បាទអូខេអញ្ចឹងរបៀបនៃការ download រូបភាពគ្រូបានប្រាប់ហើយហើយអញ្ចឹងអូនឯងនាំគ្នាធ្វើការ download រូបភាពទាំងអស់ហ្នឹងមកបាទនេះរូបភាពនេះអីបាទរូបភាពនេះអូនក៏ចុចលើវាមកហើយបងអូនធ្វើការចុច download ទៅឬក៏យកពាក្យថា save as បាទអាចថាវានៅខាងក្រោមឬក៏នៅខាងលើសញ្ញាព្រួយហ្នឹងណានៅលើ web របស់យើងបាទអូខេអញ្ចឹងលោកគ្រូសន្មតថារូបភាពបងប្អូនធ្វើការ download រួចហើយអញ្ចឹងដែលបងប្អូនត្រូវធ្វើបន្តទៀតគឺបងប្អូនធ្វើការចូលទៅកាន់កម្មវិធី Microsoft Word របស់យើងតោះឥឡូវយើងចាប់ផ្ដើមចូលទៅកាន់កម្មវិធី Microsoft Word របស់យើងគេចាំតិចបាទដូច្នេះឥឡូវបងប្អូនធ្វើការបើកblack document មួយមកអញ្ចឹងមុនពេលដែលយើងធ្វើការអ្វីមួយនៅលើកម្មវិធី Microsoft Word យើងត្រូវការសេរី page setup យើងណាអញ្ចឹងយើងចូលមក layout បាទ margin complete បងប្អូនធ្វើការយក narrow បន្តមកទៀតបងប្អូនយក size បាទ size លោកគ្រូលើកទឹកចិត្តឲ្យយើងប្រើជា A4 មកបាទបន្តមកទៀតយើងអាចមើលសម្លឹងឃើញថាតើ poster ដែលយើងកំពុងតែធ្វើការនោះវាជាក្តារប្តីឬក៏ក្តារព្យួរបើយើងសម្លឹងមើលទៅគឺ poster នេះគឺក្តារប្តី automatic ហើយអញ្ចឹងយើងធ្វើការបដូរប្រភេទក្តាររបស់យើងទៅជាក្តារប្តីវិញបាទអូខេអញ្ចឹងបន្តមកទៀតយើងអាចសម្លឹងមើលឃើញថាលំហាត់ការងាររបស់យើងនេះគឺគេមិនមែនប្រើជាกระดาษពណ៌សសុទ្ធទេគឺគេប្រើกระดาษពណ៌ Q អញ្ចឹងបើសិនមកចូលប្ដូរពណ៌กระดาษស្លឹកការងាររបស់យើងឲ្យមើលទៅឃើញមានស្រស់ស្អាតបងចូលមកកាន់ design បាទបងចូលលើពាក្យមួយគឺពាក្យថា page color អញ្ចឹង page color នៅទីនេះគឺប្រើសម្រាប់ធ្វើការផ្លាស់ប្ដូរពណ៌ color នៃស្លឹកការងាររបស់យើងទៅជាពណ៌ណាមួយផ្សេងរបស់យើងហើយបើសិនបើយើងធ្វើ poster ធម្មតាយើងត្រូវការពណ៌ដែលខុសពីពណ៌សបាទដើម្បីមានភាពទាក់ទាញអញ្ចឹងយើងបដូរវាទៅជាពណ៌ផ្សេងណាមួយដែលយើងត្រូវចិត្តទៅបាទ
ដែលយើងស្រឡាញ់ទៅបាទអូខេអញ្ចឹងគ្រូយកពណ៌នេះមកបាទអូខេរួចជាស្រេចអូខេអញ្ចឹងបន្តមកទៀតអ្វីដែលបងត្រូវឃើញឥឡូវពណ៌ដែលយើងបានចាក់គឺពណ៌ខៀវហើយប៉ុន្តែរបស់គេគឺមានពណ៌ខៀវលាយមួយពណ៌សរាងប្រឆិតដូចជាលក្ខណៈត្រីកោណអូខេអញ្ចឹងអ្វីដែលបងត្រូវចេះបន្តទៀតគឺបងចេះគូស shape បាទកន្លែងនេះយើងគូស shape មកបន្ទប់ដើម្បីធ្វើការតុបតែងវារាងលក្ខណៈត្រីកោណបែបហ្នឹងអូខេអញ្ចឹងលោកគ្រូលើកទឹកចិត្តយើងចូលមកកាន់ insert បាទចូលមកកាន់ insert មកបងនឹងធ្វើការយកពាក្យ shape ដូចជា shape កន្លែងនេះគឺជាកន្លែងសម្រាប់ធ្វើការយករូបដែលមាន style ជាច្រើនដែលមានដូចជារាងត្រីកោណរាងប្រអប់ទៅលើចតុកោណកែងឬអីមានជាច្រើនរូបនឹងមានរូបសោតមានរូបយមអីណាបាទមានរូបជាច្រើនដែលយើងអាចធ្វើការគូសហើយយើងរំកិលរូបនោះទៅតាមពណ៌ទៅទីតាំងណាមួយដែលយើងត្រូវចិត្តបាទអូខេអញ្ចឹងវាមានច្រើននៅក្នុងប្រឡោះហ្នឹងណាអូខេអញ្ចឹងឥឡូវយើងចាប់ផ្ដើមរៀនប្រើមួយសិនណាអូខេឥឡូវលោកគ្រូត្រូវការរៀនត្រីកោណតែត្រីកោណរៀងប្រឆិតណាអូខេអញ្ចឹងលោកគ្រូយកភាពរៀបមួយនេះបាទអូខេពេលយើងចុចលើវាហើយយើងឃើញម៉ៅរបស់យើងនៅក្នុងនេះវាចាប់ផ្ដើមចេញជាលក្ខណៈសញ្ញាផ្កាយបាទសញ្ញាបូកអញ្ចឹងយើងចុចវាឲ្យជាប់បាទចុចមកខាងឆ្វេងឲ្យជាប់អូសលើវាមកវាចេញឲ្យយើងអូខេបាទចុចវាជាប់ទៅហើយយើងចង់បានដល់កន្លែងណាយើងប្រឡែងវាទៅអូខេពេលយើងប្រឡែងហើយវាចាប់ផ្ដើមចេញមួយគឺពាក្យថា shape format អញ្ចឹង shape format នេះវាចេញនៅពេលដែលយើងធ្វើការប្រើប្រាស់ជាមួយនឹង shape ហ្នឹងឥឡូវឧបមាថាលើលោកគ្រូដាក់ម៉ៅយើងចុចកន្លែងផ្សេងណាចុចកន្លែងផ្សេងមួយអូខេបាត់ shape format របស់យើងបាត់ហើយប៉ុន្តែនៅពេលដែលលោកគ្រូចាប់ផ្ដើមចុចនៅលើ shape ហ្នឹងវិញវាចាប់ផ្ដើមចេញ shape format បាទអញ្ចឹងកន្លែងដែលយើងធ្វើការតុបតែងឬការកែសម្រួលទៅលើ shape ហ្នឹងយើងចូលមកកាន់ shape format ហើយអ្វីដែលលោកគ្រូលើកទឹកចិត្តបងប្អូនធ្វើការប្រើប្រាស់បន្តពីយើងគូសហើយបងប្អូនត្រូវមើលម្ដុំកន្លែងនេះអញ្ចឹងជាប្រចាំបងប្អូនត្រូវមើលនេះឃើញគេដាក់ពាក្យថា shape style អូខេជិះលោកគ្រូដាក់ឲ្យធំបន្តិចបាទអូខេសំទោសបាទពេលដែលយើងចាប់ផ្ដើមចុចលើពាក្យថាកន្លែងត្រង់កន្លែងនេះមកអញ្ចឹងកន្លែងនេះគេចេញពាក្យថា shape style អញ្ចឹងបងប្អូនធ្វើការជ្រើសរើសមួយអូខេទី1បងប្អូនត្រូវការមើលកន្លែង shape sphere គឺកន្លែងលក្ខណៈនៅក្នុងការបដូរពណ៌ផ្ទៃអញ្ចឹងមើលយើងឃើញពណ៌ផ្ទៃរបស់យើងពណ៌អីគេពណ៌ Q បាទហើយបន្តមក shape outline គឺខ្សែពណ៌កែមវាខាងក្រៅរបស់វាណាឧបមាថាពណ៌កែមរបស់យើងមើលរបស់គេត្រូវការឬមិនត្រូវការយើងមើលខ្លួនឯងណាអូខេក្នុងលំហាត់នេះលោកគ្រូលើកទឹកចិត្តឲ្យយើងរៀនប្រើគេពណ៌អីគេពណ៌ shape វាពណ៌ផ្ទៃវាខាងក្នុងគឺពណ៌អីគេគឺពណ៌ shape វារបស់វាគឺពណ៌ផ្ទៃខាងក្នុងគឺពណ៌សបាទអញ្ចឹងយើងរកដាក់ពណ៌សមកបាទពេលដាក់ពណ៌សហើយយើងមើល shape ពណ៌វាខាងឃើញកែមរបស់វាឃើញមានពណ៌ដែរត្រូវអត់ប៉ុន្តែរបស់យើងមានពណ៌អត់យើងមើលបាទគឺអត់មានពណ៌ទេអញ្ចឹងយើងរៀនចេះបដូរពណ៌វាអញ្ចឹងអូតូម៉ាទិកវាត្រូវមានពណ៌ហ្នឹងអញ្ចឹងនៅពេលដែលយើងចង់ដោះអាពណ៌ជុំវិញនឹងវាចោលអញ្ចឹងបងប្អូនត្រូវចូលនៅក្នុង shape format រួចបងប្អូនជ្រើសរើសយកពាក្យថា shape outline អា shape វាគឺយើងប្រើនៅក្នុងផ្ទៃរបស់វាប៉ុន្តែខ្សែគឺយើងប្រើនៅក្នុង shape outline អញ្ចឹងបងប្អូនដូរយកពាក្យមួយគឺពាក្យថា no outline បាទអូខេពេលដែលយើងចាប់ផ្ដើមធ្វើការគូសបានប៉ុណ្្នឹងហើយឥឡូវយើងចាប់ផ្ដើមមើលតើសញ្ញាត្រីកោណរបស់យើងគេបែរមុខទៅខាងណាគឺគេបែរមកខាងនេះតើអត់អញ្ចឹងបើយើងវាបែរខុសអញ្ចឹងយើងត្រូវធ្វើម៉េចបាទដើម្បីភាពងាយស្រួលលោកគ្រូលើកទឹកចិត្តឲ្យអូនចេះរៀនបង្វិលវាណាបង្វិលវាអញ្ចឹងដើម្បីអាចបង្វិលវាបានបងប្អូនចូលមកកាន់នេះគេ format shape format ហើយបងប្អូនអាចមើលនៅត្រង់ចំណុចកន្លែងមួយនេះបាទអានេះគេហៅថា rotate object អញ្ចឹងបងប្អូនធ្វើការបង្វិលវាទៅតាមទីតាំងណាមួយយើងធ្វើការមកបាទឲ្យយើងដាក់នេះវាបង្វិលទៅខាងនោះបាទអូខេនេះអញ្ចឹងបងប្អូនអាចមើលឃើញបានអូខេអញ្ចឹងឧទាហរណ៍ថាឥឡូវលោកគ្រូយកខាងនេះហើយ90 degree នេះហើយមួយនេះក៏បានមួយនេះក៏បានបាទដូចគ្នាអូខេអញ្ចឹងលោកគ្រូយក rotate left 90 degree នេះមកវាចេញជារាងបែបជាយើងអូខេហើយយើងចាប់ផ្ដើមចង់ពង្រីក shape ហ្នឹងបងមើលខ្សែកែមមកវានេះវាចេញអាសញ្ញាព្រួញមូរបស់យើងហ្នឹងគឺកន្លែងយើងត្រូវអាចពង្រីកបានហើយអញ្ចឹងយើងទាញវាដល់កែមខាងលើមកបាទទាញដល់កែមខាងលើគេវាចេញខ្សែពណ៌បើយើងទាញទៅដល់ខាងនេះវាដល់ព្រំដែននៃ margin របស់យើងទេអញ្ចឹងយើងទាញ ផុតរបស់វាទៀតបាទព្រោះយើងធ្វើ shape ណាយើងធ្វើ poster យើងត្រូវទាញដល់កែមនៃกระดาษការងាររបស់យើងឲ្យដល់ហ្មងបាទអូខេទាញវាដល់ចុងនេះមកហើយទាញស្រួលបួនណាប្រយ័ត្នវាអត់នេះណាអូខេដល់គៀនវាចេញពណ៌ខ្សែពណ៌ខៀវជាឲ្យគឺត្រូវហើយបាទអូខេបំរួញវាតិចក៏បានដែរបាទអូខេហើយយើងចុចទាញអុកខាងក្រោមនេះតិចមកហើយដល់កែមវាអូខេរបស់គេខាងនេះដូចជាមិនសល់ជាវែងអីណាទេអញ្ចឹងយើងទាញវាចូលវិញតិចមកអូខេអញ្ចឹងពេលដែលយើងចាប់ផ្ដើមបានការងាររបស់យើងប៉ុណ្ណឹងហើយអូខេ
ចឹងឥឡូវយើងបានរៀងបញ្ឆិតបែបនេះហើយដូចលំហាត់របស់យើងហើយពេលដែលយើងបានបញ្ឆិតបែបនេះហើយអ្វីយើងទៅធ្វើបន្តទៀតគឺយើងធ្វើអីគេបាទគឺយើងចាប់ផ្ដើមគូសប្រអប់មួយនេះដើម្បីដាក់វារៀងចេញជាខ្សែបែបនេះណាអូខេអញ្ចឹងយើងនៅក្នុងកន្លែងហ្នឹងគឺយើងប្រើ shape ដូចគ្នាបាទអញ្ចឹងយើងខ្លួនឯងមកអូខេតោះអូខេអញ្ចឹងអានេះបូនសេរីវាឲ្យស្អាតខ្លួនឯងមកណាបាទដល់អ្នកឃើញវាសក់បើយើងសម្លឹងមើលវាទៅវាឃើញសល់គេហៅថាសល់ប្រឆិតតិចណាអញ្ចឹងបងអូនត្រូវការពង្រីកវាឲ្យដល់ក្រោមតែម្ដងបាទបើខំទេវាសល់មកអត់ឃើញស្អាតទេអញ្ចឹងរៀនមើលកន្លែងហ្នឹងដើម្បីសោភ័ណភាពរបស់យើងបាទអូខេតោះអញ្ចឹងដើម្បីគូអានោះបានបាទគូអារៀងបាទរៀងមូទៅហើយរៀងកោងកែមនេះបានអញ្ចឹងបងអូនត្រូវគូបែបម៉េចយើងចូលក្នុង insert យក shape មួយនេះ shape របស់យើងត្រង់ប្រអប់បែបប៉ុន្តែវាមានកោងកែមណាអញ្ចឹងយើងចុចលើវាមកបងគូសលើវាចេះមកបាទអូខេបើសិនបើកែមរបស់យើងនេះយើងត្រូវការកោងខ្លាំងបងមើលអាកន្លែងពណ៌លឿងរបស់យើងនេះបងចុចឲ្យជាប់បងទាញវាមកខាងនេះមកបាទទាញវាមកអស់មកបាទបើយើងទាញវាតិចពេកវាចេញមករៀងតិចតែយើងទាញមកអស់យើងកោងកែមស្អាតណាអូខេដូចគ្នាកន្លែងមេរៀនលំហាត់របស់យើងកន្លែងនេះគឺគេអត់ត្រូវការខ្សែកែមវាទេគេខ្សែកែមវាអត់មានទេអញ្ចឹងវាមានតែពណ៌ផ្ទៃពណ៌សទេអូខេតោះអញ្ចឹងយើងចាប់ផ្ដើម shape វាយើងដាក់ពណ៌សមកបាទហើយកែមខ្សែវាគឺយើងដោះវាចេញមកបាទអូខេអញ្ចឹងឃើញស្អាតបាត់ហើយអូខេអញ្ចឹងគ្រូដាក់វារៀងចូលនេះហើយពេលដាក់វាចូលមកខាងនេះឃើញពណ៌សលេចជាមួយពណ៌សអញ្ចឹងវាលែងឃើញអាពណ៌ម្ខាងទៀតហើយអញ្ចឹងយើងទាញវាដល់កែមណាកុំឲ្យវាឃើញអក្សរអាកែមនេះនៅខាងនេះទៅវាអត់ឃើញស្អាតអញ្ចឹងដាក់វាដល់ផុតមកបាទគេអត់លែងមានហើយយើងពង្រីកវារៀងធំវែងទៅបាទអូខេបាទអូខេដល់ពេលយើងបានមួយប៉ុណ្្នឹងហើយយើងអត់ចាំបាច់គូវាថតទៀតទេយើង copy វាយើងរៀនចេះ copy ហើយ copy រួចជាពាក្យផាសអញ្ចឹងវាបានមកមួយទៀតហើយអញ្ចឹងយើងចាប់ផ្ដើមទាញវាបង្វិលយើងទាញវាដាក់វាធ្វើឲ្យស្មើមើលតាមតម្រូវការរបស់យើងមកបាទដាក់វារៀងប្រឆិតបាទរៀងចេញមកប្រឆិតចេះមកបាទអូខេហើយពេលយើងប្រើហើយយើងចង់ចុចវានេះយើងចុចម៉ៅយើងនៅខាងក្រៅនេះវិញណាចុចកន្លែងផ្ទៃទនេចោលយើងនេះបាទអូខេអូខេឥឡូវលោកគ្រូបានមួយទៀតតែសម្លឹងមើលអាខាងកែមនេះប្រយ័ត្នវាហៀចេញមកបាទពីព្រោះរបស់គេអត់ហៀចេញមកក្រៅទេគេអត់គេស្អាតមកអញ្ចឹងធ្វើដូចគ្នាណាសោភ័ណភាពរបស់យើងណាអូខេតោះឥឡូវយើងធ្វើការគូសច្រឡំសំទោសយើងគេត្រូវការ3ដល់អត់ចឹងយើង copy មួយទៀតមក copy ហើយផាសវាអញ្ចឹងបានមួយទៀតហើយអូខេបាទដាក់ឲ្យវាស្អាតមកប៉ុនគ្នានេះមកអូខេបាទរបស់គេយើងនឹងសល់ប្រឡោះដាក់ម៉ូតូបានតែលោកគ្រូដាក់វាយ៉ាងនេះអញ្ចឹងអូនពេលធ្វើអូនកែសម្រួលវាខ្លួនឯងណាអូខេអញ្ចឹងគ្រូគាត់ណែនាំពីរបៀបនៃការធ្វើតែយើងធ្វើឲ្យស្អាតណាអូខេយើងដាក់វាឲ្យវាកែមវាចេញមកស្មើគ្នាទៅណាអូខេអញ្ចឹងពេលដែលយើងចាប់ផ្ដើមបានអឺរូបរាងបណ្ដាហើយអញ្ចឹងអ្វីដែលបងអូនត្រូវធ្វើបន្តទៀតគឺយើងធ្វើការគូសរូបគូសសរសេរប្រអប់សរសេរអក្សរណាគូសប្រអប់សរសេរអក្សរឬក៏សរសេរអក្សរពេលក្រោយក៏បានឥឡូវលោកគ្រូចាប់ផ្ដើមទាញយក logo របស់យើងយកមកដាក់អញ្ចឹងរបៀបនៃការប្រើរូបភាពយកមកដាក់នៅក្នុងកម្មវិធី Microsoft Word យើងអញ្ចឹងបងអូនត្រូវដឹងបងអូនត្រូវចុចលើពាក្យមួយគឺពាក្យថា insert នៅត្រង់កន្លែង picture នេះបងអូននឹងឃើញមានពាក្យប្រអប់ picture នេះដើម្បីយើងធ្វើការទាញយករូបភាពរបស់យើងមកហើយអញ្ចឹងបងប្អូនចុចលើពាក្យ picture ហ្នឹងមកហើយតបទៀតបងអូនត្រូវការយកពាក្យមួយគឺពាក្យថា disk device ដោយសារយើងទាញយករូបភាពពីម៉ាស៊ីនកុំព្យូទ័ររបស់យើងដែលមានស្រាប់អូខេយើងយកពាក្យ device នេះមកអញ្ចឹងយើងចាំវា plate អូខេអញ្ចឹងយើងបានមកអញ្ចឹងសំណួរសួរថាតើរូបភាពយើង download មិននៅតាណាគឺនៅក្នុង download តើអត់អញ្ចឹងយើងចុចលើពាក្យ download មក folder download នេះអញ្ចឹងយើងឃើញរូបភាពរបស់យើងនេះអញ្ចឹង logo តើអត់អញ្ចឹងយើងចុចលើវាមកហើយយើងចុចពាក្យថា insert បាទនេះមកដូច្នេះអ្វីដែលលោកគ្រូចំណាំសូមចាំហើយសំខាន់កន្លែងហ្នឹងពេលដែលយើងបានរូបភាពមកការងារដំបូងដែលយើងត្រូវធ្វើគឺបងប្អូនអត់មានបង្រិចឬក៏ពង្រួមឬក៏ទាញរំកិលវាទេសូមមើលចាំឲ្យច្បាស់ហើយអញ្ចឹងបងប្អូនត្រូវចុចនៅលើឃើញប្រអប់វាខាងនេះមួយនេះប្រអប់នេះពេលយើងដាក់រូបភាពមកវាដឹងវាមានអាហ្នឹងហើយអញ្ចឹងបងប្អូនចាំអញ្ចឹងបងប្អូនចុចលើប្រអប់ហ្នឹងសិនបាទចុចលើកន្លែងប្រអប់ហ្នឹងហើយបងប្អូនយកចុងគេបំផុតនៅកន្លែងនេះយកពាក្យថា in front of text ចុចកន្លែងហ្នឹងទៅយើងប្រើការបានហើយបាទ
ពេលដែលយើងចាប់ផ្ដើមធ្វើការប៉ុណ្ណឹងហើយបងធ្វើការពង្រីកឬក៏ពង្រួមអីតាមចិត្តបងប្អូនអញ្ចឹងក្នុងការពង្រីកពង្រួមលោកគ្រូលើកទឹកចិត្តឲ្យបងទាញវាអាកែមនៅចុងនេះវិញណាកុំឲ្យវាខូចទ្រង់ទ្រាយនៃរូបភាពរបស់យើងបាទកុំទាញខាងនេះណាកុំទាញខាងនេះអសោះឬទាញកដាកុំទាញយើងទាញឲ្យចុងវាណាអូខេយើងទាញវាចឹងមកអូខេអញ្ចឹងយើងអាចធ្វើបានណាចឹងគ្រូដាក់វារៀងផុតតិចទៅយើងឆ្ងាយតិចទៅបាទអូខេយើងបាន logo មួយហើយអូខេអញ្ចឹងគេសរសេរពាក្យអីគេ Honda Dream តើតោះអញ្ចឹងយើងចាប់ផ្ដើមសរសេរអក្សរដើម្បីអាចសរសេរអក្សរបានយើងត្រូវការនៅក្នុង shape ដដែលហើយយើងចុច shape មកនេះប្រអប់ដើម្បីសរសេរអក្សរបានគឺ tick box អញ្ចឹងអាប្រអប់នេះសរសេរអក្សរបានដូចគ្នាប៉ុន្តែគ្រាន់តែវាមានភាពពិបាកបន្តិចកន្លែងហ្នឹងណាអញ្ចឹងយើងប្រើ tick box ដើម្បីសរសេរអក្សរប្រអប់សរសេរអក្សររបស់យើងណាយើងយករូប A អក្សរ A នៅក្នុងនេះមកចុចមកតមកទៀតយើងចាប់ផ្ដើមគូសលើវាចុចជាប់អូសលើវាទៅបាទអញ្ចឹងកន្លែងហ្នឹងរបស់គេអត់មានពណ៌ផ្ទៃពណ៌ខ្សែទេបាទយើងគ្រាន់តែត្រូវការយកប្រអប់ហ្នឹងដើម្បីសរសេរអក្សរអញ្ចឹងបងប្អូនត្រូវដោះឲ្យគេ shape fill វិញយកពាក្យថា no fill អញ្ចឹងវាលែងមានពណ៌សឲ្យយើងហើយឃើញខ្សែពណ៌កែមអត់បាទអញ្ចឹងយើងដោះ shape online ចេញបាទអូខេតមកទៀតបងប្អូនត្រូវការដាក់អក្សរហ្នឹងនៅចំណុចកណ្ដាលនៃប្រអប់របស់យើងអញ្ចឹងដើម្បីដាក់អក្សរនៅចំណុចកណ្ដាលនៃប្រអប់របស់យើងបានបងប្អូនសម្លឹងមើលកន្លែងនេះណានេះទី1បងប្អូនចុចនៅលើពាក្យថា align text បាទពេលដែលបងប្អូនចុចលើ shape format ហ្នឹងមកនៅត្រង់កន្លែង text នេះកន្លែង text នេះវាមានពាក្យថា align text របស់យើងហើយអញ្ចឹងបងប្អូនចុច align text ហ្នឹងមកអញ្ចឹងបងប្អូនយកពាក្យមួយគឺពាក្យថា middle អញ្ចឹងពេលដាក់ middle វានៅកណ្ដាលនេះបាទវានៅកណ្ដាលនៃចំណុចកណ្ដាលនៃប្រអប់នេះខាងលើខាងក្រោមរបស់យើងប៉ុន្តែបើអក្សរហ្នឹងមិននៅកណ្ដាលបងប្អូនត្រូវដឹងថាយើងចូលកន្លែងណាគេចូលមក home ហើយបងប្អូនយកពាក្យមួយគឺពាក្យថា center បាទគេមកហើយអូខេអញ្ចឹងយើងបដូរ font សរសេរអក្សរទៅអញ្ចឹងលោកគ្រូលើកទឹកចិត្តយើងពេលយើងសរសេរ font ប្រភេទគេហៅថាposter អញ្ចឹងយើងអាចប្រើ font អីក៏បានដែរកន្លែងហ្នឹងណាអញ្ចឹងលោកគ្រូលើកទឹកចិត្តបងប្អូនប្រើ font មួយឈ្មោះថា font Arial Black ពេលបងប្អូនចុចអូសវាចុះក្រោមបងប្អូននឹងរកមើលវាអក្សរ A ណាអញ្ចឹងបងប្អូនរកវាអក្សរ A គឺ Arial បាទអូខេអូសចុះមកក្រោមមកបាទបងប្អូនឃើញមានពាក្យ area នេះគេ area ឬក៏ area black ឬក៏ area narrow បាទអញ្ចឹងលោកគ្រូលើកទឹកចិត្តឲ្យបងប្អូនប្រើ font នេះដើម្បីយើងមើលទៅវាស៊ីជាមួយនឹងលំហាត់ការងាររបស់យើងណាអញ្ចឹងឥឡូវលោកគ្រូយក font area narrow ចុះណាឬក៏ area តទេក៏បានឬមួយណាក៏បានដែរក្នុងចំណោមហ្នឹងបាទអូខេទំហំវាដាក់រៀងធំទៅដោយសារ font ហ្នឹងវាគេត្រូវការយ៉ាងធំដែរបាទអូខេឥឡូវយើងវាយមក Honda Dream តើបាទអក្សរធំបាទ Honda Dream បាទអូខេអញ្ចឹងយើងដាក់ font រៀងធំតិចទៀតណាបាទអូខេបាទរបស់គេរៀងដិតក្រាស់ទៅអត់អញ្ចឹងយើង select លើវាយើងដាក់ bold បាទអូខេបាទអូខេចង់ពង្រីកពង្រួមឬក៏រំកិលវាអីយើងរំកិលវាទៅតាមទីតាំងដែលយើងត្រូវការអញ្ចឹងមកបាទអូខេបាទរបស់គេនេះពណ៌សណាអូខេអញ្ចឹងយើងដូរវា select លើវាដាក់វាពណ៌សបាទអូខេហើយមួយបាត់ហើយអញ្ចឹងបន្តមកទៀតគឺគេធ្វើអីគេគឺបញ្ចុះតម្លៃណាបាទបញ្ចុះតម្លៃអូខេអញ្ចឹងដើម្បីធ្វើការសរសេរបញ្ចុះតម្លៃបានយើងធ្វើដូចគ្នាបាទគឺយើងចាប់ផ្ដើមចូលមកនេះរបស់យើងសរសេរនៅកន្លែងនេះសិនមកក៏បានដែរបាទអញ្ចឹងដោះឲ្យគេ shape fear no fear shape outline យក no out outline ហើយ align text របស់យើងគឺយក middle ហើយចូលមក home យើងយក center បាទអញ្ចឹង font អក្សរឆ្លាក់ទៅអត់អញ្ចឹងយើងប្រើខ្មែរ OS move line បាទអូខេហើយយើងសរសេរអក្សរយើងធំអញ្ចឹងទៅបាទអូខេអញ្ចឹងកន្លែងនេះលោកគ្រូសរសេរឲ្យមួយទៀតទៅណាហើយសល់ប៉ុន្មានគឺយើងអាចធ្វើបានដែរបញ្ចុះតម្លៃពិសេសបាទអូខេអញ្ចឹងកន្លែងនេះគេត្រូវការអក្សរពណ៌ក្រហមណាអញ្ចឹងលោកគ្រូលើកទឹកចិត្តកន្លែងនេះយើងអាចប្រើ style របស់យើងគឺយើងអាចប្រើ style text effect របស់យើង select លើវាមកយើង select ពណ៌ដាក់ពណ៌យើងឆើតពណ៌ណាក៏បានដែរបាទអូខេគ្រូដាក់ពណ៌នេះទៅហើយ select font វាធំតិចមកបាទអូខេអញ្ចឹងយើងបរិច column បរិច text box យកឲ្យធំដើម្បីងាយស្រួលមើលបាទអូខេហើយបាត់ហើយយើងទាញរំកិលវាដើម្បីទាញរំកិល text box នឹងបានគឺយើងដាក់ម៉ៅយើងឲ្យចំចេញផ្កាយខ្សែបែបនេះផ្កាយ4ទៅចុចជាប់ហើយចាំយើងអូសរំកិលវាបាទអូខេ
បាទរួចជាស្រេចណាអូខេដាក់វាស្អាតមករំកិលវាដាក់ស្អាតចេញមកបាទអូខេអញ្ចឹងតាក់ទងទៅជាមួយនឹងកន្លែងប្រអប់តាសេនេះគឺដូចគ្នាអញ្ចឹងយើងកន្លែងនេះលោកគ្រូកែឲ្យតែមួយសល់ប៉ុន្មានយើងធ្វើខ្លួនឯងណាអូខេអញ្ចឹងយើងធ្វើដូចគ្នាមកយើងក៏គូសតិចបត់ដូចគ្នាបាទកន្លែងនេះគោលដៅរបស់យើងគឺ shape fear no fear shape outline យក no out outline font យក font មិញដែលលោកគ្រូប្រើមិញមកគឺ font narrow area narrow ចឹងមកបាទ click មិញយើងគឺយកឲ្យគេ middle ហើយយើងយកឲ្យគេ center បាទអូខេអញ្ចឹងយើងដាក់ទំហំឲ្យធំតិចទៅអូខេអញ្ចឹងសរសេរតម្លៃតាមរបស់គេនឹងមកបាទ4000អូខេបាទសំទោសលេខ4000បាទអញ្ចឹងរបស់គេដាក់ដិតខ្លាំងតិចមកណាព្រោះវាស្ដើងអូខេបន្តមកទៀតគេប្រើឲ្យគេមានសញ្ញាឲ្យគេសញ្ញាព្រួយបែបនេះទៅអត់អញ្ចឹងសញ្ញាព្រួយបែបនេះយើងរៀនហើយគឺយើងប្រើឲ្យគេ symbol ទៅអត់ដក clear insert រួចយកពាក្យថា symbol បាទហើយយកពាក្យថា more symbol អញ្ចឹងកន្លែងនេះលោកគ្រូអត់បាច់ប្រាប់ទេព្រោះយើងដឹងហើយព្រោះយើងធ្លាប់រៀនហើយណាអូខេអញ្ចឹងយើងចាប់ផ្ដើមរកសញ្ញាព្រួយមកនេះអញ្ចឹងចុចមក insert មកគេបានអូខេដក clear ប្រហែលសល់3800បាទដុល្លារបាទអូខេអញ្ចឹងយើង select font វាឲ្យធំតិចមកបាទចុចសញ្ញា A នេះក៏បានដែរបាទអូខេប៉ុន្តែឃើញអក្សររបស់យើងឃើញវាហៀទៅអត់ហៀមកចេញមកខាងក្រៅរបស់គេអត់ហៀទេគេដាក់ឲ្យស្មើគ្នាកែមបែបនេះអញ្ចឹងយើងធ្វើការទាញវារំកិលចូលក្នុងបន្តិចបាទធ្វើម៉េចឲ្យវាស្អាតណាអូខេណាប៉ុណ្ណឹងទៅឃើញស្អាតបាត់ហើយបាទអូខេតកតងនឹងជាមួយកន្លែងហ្នឹងអ្វីសំខាន់គឺបងប្អូនចេះរៀនមើលវាហើយ design វាឲ្យស្អាតមើលឲ្យសមសួនសម្រួលការងាររបស់យើងណាអូខេអូខេតបមកចំណុចទៀតគឺការដាក់រូបភាពម៉ូតូដាក់រូបភាពអីចឹងនេះលោកគ្រូបានធ្លាប់បានប្រាប់យើងពី logo អីចឹងរបៀបនៃការចូលវាគឺអត់មានពិបាកទេគឺយើងចូលទៅក្នុងឲ្យគេ insert យក picture ហើយបន្តមកទៀតយើងយក this device អូខេដំបូងគឺ ADV ណាអញ្ចឹងយើង download ហើយគ្រូសម្រាប់ថាយើង download ហើយណាអូខេចុច download មក insert បាទអញ្ចឹងចំណាំពេលចូលមកដល់ការងារទី1គឺយើងចូលពាក្យគេគឺlayout នេះកន្លែងនេះរបស់យើងគឺយើងចុចលើពាក្យថា in front of text តមកទៀតយើងមើលឃើញប្រឡោះរូបនឹងយើងធំពេកក៏ពិតខ្សែព្រំដែនរូបនឹងធំពេកអញ្ចឹងបើយើងចង់លុបរូបអាព្រំដែនខ្សែខ្លះចោលគឺយើងត្រូវការចូលមកកន្លែងគេក្របបាទក្របណាអញ្ចឹងយើងរៀនកាត់ផ្ដាច់ខ្សែកន្លែងវាកុំឲ្យវាពេលយើងបរិចបំរុំទៅវាពិបាកអូខេយើងចុចក្របមកហើយយើងចុចសញ្ញារបស់យើងនេះធ្វើម៉េចឲ្យចេញសញ្ញាបែបហ្នឹងមកនេះសញ្ញាខ្សែរបស់យើងណាអូខេចុចជាប់អូសលើវាមកអូខេកុំឲ្យធំពេកបាទនេះដូចគ្នាដែរដាក់មកឲ្យចំវាចេញសញ្ញាយើងខ្មៅដិតតិចមកយើងចុចជាប់ហើយយើងអូសវាមកអូខេនេះដូចគ្នាដែរចុចជាប់អូសមកដាក់ចំចេញខ្សែណាចេញខ្សែខ្មៅចេញមកបាទហ្នឹងក្របវាហើយអូខេពេលយើងក្របហើយយើងចុចលើសញ្ញាក្របវិញមកហើយបាទហើយយើងពង្រួមតាមការងារលំហាត់របស់យើងធម្មតាណាអូខេបាទអូខេអញ្ចឹងសល់ប្រហែលគឺយើងធ្វើដូចគ្នាអញ្ចឹងមក insert ហើយយើងដាក់តម្រៀបរូបតាមអ្វីដែលយើងត្រូវការអញ្ចឹងមកប៉ុន្តែមួយទៀតលោកគ្រូចង់បង្ហាញយើងតាក់ទងទៅជាមួយនឹងដូចជា Honda Wave បាទដែលលោកគ្រូដាក់យើងនេះបាទ Honda Wave នេះគឺយើងវារៀងបច្ច្រាស់ណាអញ្ចឹងដូចគ្នាណាដើម្បីរូបរាងបច្ច្រាស់របស់យើងគឺយើងធ្វើការបង្វិលវាគឺយើងចូលទៅក្នុងណា picture format របស់យើងហើយយើងយកកន្លែង rotate object របស់យើងនេះបាទហើយយើងស្រេវាមកធ្វើម៉េចឲ្យវាមកខាងនេះរបស់យើងវិញអូខេបាទអញ្ចឹងលោកគ្រូបាក់ហ្នឹងគោលដៅនៅក្នុងការដាក់រូបភាពហ្នឹងគឺដើម្បីយើងរៀនចេះក្នុងការបង្វិលរូបភាពរបស់យើងណាតាមទីតាំងណាមួយយើងត្រូវការអូខេអូខេដាក់ស្អាតមកណាអូខេតមកទៀតគឺយើងធ្វើការដាក់អីគេគឺយើងដាក់insert ធ្វើឲ្យអស់មកបាទអង្គដាក់ trim បាទ trim បាទដូចគ្នា
ធ្វើម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតយើងនឹងចាំដៃខ្លួនឯងបាទកន្លែងនេះសារលោកគ្រូដាក់វារៀងគៀកតិចអញ្ចឹងវាមើលទៅរូបអត់សូវជានេះណាអញ្ចឹងពេលធ្វើយើងធ្វើឲ្យស្អាតមកណាអញ្ចឹងទីអានេះបន្លោះនេះទូទៅអូខេតោះអូខេតមកទៀតគឺតាក់ទងទៅជាមួយនឹងរូបភាពមួយទៀតគឺតាក់ទងទៅជាមួយនឹងរូបភាពរបស់យើងខាងនេះណាបាទអញ្ចឹងរបស់គេខាងនេះគេប្រវែមុខទៅខាងនោះដូចគ្នាអញ្ចឹងយើង object របស់យើងគឺយើងដាក់វាទៅខាងណាវិញបាទនេះខាងនេះបាទអូខេគេអត់ចេញមកហើយកុំរួមមុខនេះទូតិចមកអូខេអញ្ចឹងរួចជាស្រេចណាអញ្ចឹងរួចហើយអញ្ចឹងអ្វីយើងទៅធ្វើបន្តទៀតគឺយើងសរសេរនៅខាងក្រោមនេះអញ្ចឹងលោកគ្រូណែនាំឲ្យយើងស្គាល់មួយរបៀបនៃការទាញរូប icon ណារូប icon ផ្សេងដែលមាននៅលើកុំព្យូទ័ររបស់យើងណាអញ្ចឹងជាទូទៅនៅលើកុំព្យូទ័ររបស់យើងគឺវាមានរូបភាពអស់ហ្នឹងហើយអញ្ចឹងដើម្បីអាចចូលទៅកាន់រូបភាពកន្លែងហ្នឹងបានកុំព្យូទ័រយើងមានអ៊ីនធឺណិតស្រាប់អញ្ចឹងបងអូនចូលមកកាន់ឯគេ version ថ្មីរបស់យើងហ្នឹងណាយើងចូលមកកាន់ insert បងនឹងឃើញមានពាក្យមួយគឺពាក្យថា icon នៅពីក្រោម shape ណានេះអញ្ចឹងបងចុចលើពាក្យ icon ហ្នឹងមកអញ្ចឹងបងចាំវាតិចទៅបើបាទអ៊ីនធឺណិតយើងវាលឿនអត់អីទេណាអូខេចេញមកនេះអញ្ចឹងរូបភាពទី1យើងត្រូវការគឺយើងត្រូវការរូបភាពនេះគេហៅថា location បាទអញ្ចឹងរូបភាព location អញ្ចឹងបងសរសេរពាក្យ location ចូលទៅក្នុង search ហ្នឹងមកបាទសេត្រូវណាបាទ location បាទសំទោសបាទ location អញ្ចឹងមកបាទពេលយើងសរសេរមកគឺវាចេញរូបភាពមកយើងហើយនេះបាទអូខេមានច្រើនណាស់ចឹងយើងក៏ចុចនៅលើវាមកបាទហើយយើងចុចពាក្យ insert បាទអញ្ចឹងចាំវាបន្តិចមកនេះមកហើយរូបភាព location យើងអញ្ចឹងដូចគ្នាណាទី1ពេលបានរូបភាពនឹងមកដំបូងគេកន្លែង object របស់យើងនេះគឺយើងយកពាក្យមួយគឺពាក្យថា in front of text អូខេយើងទាញវាមកដាក់នេះមកនឹងក្រោមរូបភាពរបស់យើងនេះមកបាទទាញបកលវាចុះក្រោមបន្តិចទៅបាទអូខេបាទគេយើងបាន location ហើយបើយើងចង់បដូរពណ៌រូបភាព location ហ្នឹងយើងចូលមក graphic format របស់យើងរូបភាពហ្នឹងដូចជាអត់មានពណ៌ឲ្យយើង change ពណ៌ណាបាទឥឡូវអត់អីទេតោះអញ្ចឹងយើងតទៀតហ្មងទៅបាទឬក៏យើងយកនេះពាក្យថា graphic field បាទសំទោសណានេះយើងដូរពណ៌វានេះសំទោសបាទភ្លេចមើលកន្លែងបាទនេះបាទអូខេពេលបានប៉ុណ្្នឹងហើយអញ្ចឹងកន្លែងដែលយើងត្រូវ save បន្តទៀតគឺយើងគូសសេអក្សរដូចគ្រូបានប្រាប់ហើយអញ្ចឹងកន្លែងនេះយើងគូស shape មួយណាយើងគូស shape បាទទៅសេអក្សរដាក់វាត្រូវទៅកន្លែងហ្នឹងហើយយើងសេរី font size ទំហំវាស៊ីតាមរបស់គេទៅហើយចុះមួយទៀតរូបភាពអីគេ insert icon ដូចគ្នាបាទយើងសេមកពាក្យថាអីគេ phone ណាសេពាក្យ phone ទៅបាទនេះចេញមកឲ្យអញ្ចឹងប្រើមួយណាក៏បានដែរ style ហ្នឹងណាអូខេអញ្ចឹងគូយកអាមួយនេះទៅហើយ insert បាទមកហើយអញ្ចឹងគោលដៅទី1គឺយើងចុចលើគេនេះរបស់យើងណាបាទហើយយើងចាប់ផ្ដើមទាញវាមកដាក់ក្រោមមកអូខេរំកិលវាយើងអាចប្រើរំកិលអាសញ្ញាព្រួយឡើងចុះរបស់យើងក៏បានដែរណាអូខេទីអញ្ចឹងទៅនេះ shape វាដូរពណ៌វាទៅតាមពណ៌យើងត្រូវការអញ្ចឹងទៅបាទអូខេប៉ុណ្ណឹងរួចជាស្រេចហើយយើងគូស tick box មួយមកទៅសេអក្សរដាក់ក្បែរនេះមកអូខេអញ្ចឹងលំហាត់ហ្នឹងគឺមានប៉ុណ្ណឹងហើយពេលដែលបងប្អូនធ្វើការ save វា complete save វាដាក់ឈ្មោះដូចគ្រូបានដាក់មកអញ្ចឹងលំហាត់វាគឺ poster ឈ្មោះរបស់យើងហើយដាក់ poster 01ណាបាទ poster 01ដើម្បីគ្រូដឹងថានេះជា poster ទី1ដែលយើងបានធ្វើអូខេអញ្ចឹងដូចជាអស់ហើយអញ្ចឹងសង្ឃឹមថាបងប្អូនមើលវីដេអូនេះហើយអូនធ្វើតាមលំដាប់ដោយមួយហើយឲ្យស្ទាត់ទាំងអស់គ្នាណាអូខេអញ្ចឹងគ្រូមានប៉ុណ្ណឹងអញ្ចឹងជួបគ្នានៅវីដេអូ poster ទី2ជាមួយគ្នាបាទសូមអរគុណ